ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជំនាញខ្ញុំនឹងទៀតសម្រាប់បងប្អូនដែលត្រូវការបូសេវាកម្មនៅក្នុង Facebook ចំពោះថ្ងៃនេះដែរនេះខ្ញុំសូមយកសេវាកម្មបូបញ្ញូវីដេអូនៅក្នុង Facebook យកមកធ្វើឲ្យបងប្អូនមើលហើយដោយអត់មានអីពិបាកទេដោយគ្រាន់តែយើងត្រូវការ link របស់វីដេអូប៉ុណ្ណឹងឯងហើយជាដំបូងនោះគឺយើងត្រូវចូលទៅក្នុង page ឬក៏ Facebook ដើម្បីយកវីដេអូដែលយើងត្រូវការបូឧទាហរណ៍ថានេះខ្ញុំចូលមក page នេះហើយនេះខ្ញុំយកវីដេអូមួយដែលនេះខ្ញុំត្រូវការបូ view ហើយ view ដែលនេះខ្ញុំចង់ boost គឺវីដេអូនេះគឺមានចំនួនតែ782 view ឯងអញ្ចឹងដើម្បីបូ view បានយើងគ្រាន់តែ copy link កន្លែង copy link គឺយើងគ្រាន់តែចុចកន្លែង share នឹងមកយើងនឹងឃើញពាក្យ copy link នៅខាងក្រោមយើងចុចពាក្យ copy នឹងមកពីនោះហើយគឺយើងបាន copy link ហើយជំហានបន្ទាប់ដែលយើងត្រូវធ្វើគឺយើងត្រូវចូលទៅក្នុង Safari ដើម្បីចូលទៅក្នុង Google ហើយ search ពាក្យថា sabai.smm.com បងប្អូន search ពាក្យថា sabai.smm.com តាមនេះខ្ញុំដាក់នឹងមកតាំងពីដើមរហូតដល់ពាក្យ .com នឹងមកបើបងប្អូន search តែពាក្យ sabai.smm ទេបងប្អូនអាចនឹងឃើញ website ផ្សេងនៅលើនឹងដែរពេលបងប្អូន search ដល់ពាក្យ .com បងប្អូននឹងឃើញតែ website មួយនៅខាងលើឯគឺ website របស់យើងនឹងហ្មងគឺ website សបាយ SMM រួមជាមួយនឹង logo តុក្កតាបែបនេះបងប្អូនគឺជា website របស់យើងហើយពេលដែលយើង search បែបហ្នឹងហើយបងប្អូនគ្រាន់តែចុចទៅលើ website ហ្នឹងមកពេលដែលយើងចុចនៅលើ website ហ្នឹងហើយមកដល់កន្លែងនេះគឺយើងត្រូវដាក់ username នេះខ្ញុំដាក់ username របស់នាងខ្ញុំដើម្បី login ចូលប្រើប្រាស់បន្ទាប់មក passwordហើយយើងក៏ login ចូលទៅប៉ុន្តែចំពោះបងប្អូនដែលមិនទាន់បានចូលឈ្មោះប្រើប្រាស់ website បងប្អូនអាចចុចកន្លែង sign up នៅខាងលើដែលផ្ទៃពណ៌ខៀវខាងលើហ្នឹងទៅហើយបងប្អូនទៅមើលពីរបៀបចូលឈ្មោះប្រើប្រាស់ website នៅក្នុង channel YouTube របស់នាងខ្ញុំដែលមានឈ្មោះថាសបាយ SMM ដូចគ្នាហ្នឹងបងប្អូនទៅមើលពីរបៀបចូលឈ្មោះប្រើប្រាស់ website និងរបៀបដាក់ប្រាក់នៅក្នុងកណន័យពេលដែលបងប្អូនមើលហើយបងប្អូនហ៊ានដាក់ចូលឈ្មោះអីហើយបងប្អូនកុំភ្លេច username ហើយនិង password បើបងប្អូនងាយភ្លេចឬក៏អាសាភ្លេចអីទេបងប្អូនscreenshot ទុកឬក៏ note ទុកអីក៏បានដែរកត់ទុកអីក៏បានដែរកុំឲ្យជឿវាថ្ងៃក្រោយយើងភ្លេចទៅយើងពិបាកចុះឈ្មោះប្រើប្រាស់ម្ដងទៀតអញ្ចឹងពេលដែលបងប្អូនចាំហើយបើពេលលើក្រោយបងប្អូនចង់ login ចូលប្រើប្រាស់បូសេវាកម្មអីចឹងទៅបងប្អូនគ្រាន់តែដាក់ username password គឺយើង login ចូលប្រើប្រាស់បានហ្មងពេលដែលយើងចុច login ហើយគឺយើងបានមកដល់កន្លែងនេះគឺកន្លែងប្រើប្រាស់សេវាកម្មរបស់យើងគឺទឹកប្រាក់នៅក្នុងករណី website របស់នាងខ្ញុំគឺមានចំនួនបន្តិចបន្តួចដែរហើយបងប្អូនកន្លែងមកមើលកន្លែងសេវាកម្មនេះគឺមានសេវាកម្ម YouTube សេវាកម្ម Facebook Instagram TikTok Telegram អីចឹងទៅប៉ុន្តែវីដេអូយើងថ្ងៃនេះគឺ focus ទៅលើ Facebook អញ្ចឹងយើង select យកសេវាកម្ម Facebook មកបងប្អូនយ៉ាហើយបន្ទាប់មកយើងអមមកខាងក្រោមតិចបងប្អូនឃើញពាក្យ category ឃើញ cloud នៅខាងក្រោមហ្នឹងបងប្អូនចុចពីលើ cloud ហ្នឹងមកហើយបងប្អូនឃើញមានសេវាកម្មជាច្រើនមានសេវាកម្មfollower មានសេវាកម្ម page follower video view post reaction មាន post like comment story view អីចឹងទៅគឺមានច្រើនប៉ុន្តែថ្ងៃនេះគឺវីដេអូយើងគឺសំខាន់ទៅលើវីដេអូ view អញ្ចឹងយើង select យកសេវាកម្មវីដេអូ view មកបងប្អូនគឺទី1ទី2នេះបងប្អូនយកមួយណាក៏បានដែរហើយបន្ទាប់មកទៀតគឺយើងមកមើលកន្លែង service ចំពោះកន្លែង service នេះផងដែរបងប្អូនចុចលើនឹងមកបងប្អូនឃើញមានតាមតម្លៃសេវាកម្មវាមួយឧទាហរណ៍សេវាកម្មទី1មានតម្លៃ 0.12 ក្នុង 1000 follower ហើយតម្លៃទី2មានតម្លៃ 0.0075 1000 follower ហើយតម្លៃទី3មានតម្លៃខុសៗគ្នាជាងទៅហើយបងប្អូននេះខ្ញុំសូមបញ្ជាក់ទេបើបងប្អូនចង់បានសេវាកម្មដែលល្អបងប្អូនកុំយកសេវាកម្មដែលធូរថ្លៃពេកឬក៏ដែលថោកពេកអីបងប្អូនយកសេវាកម្មណាដែលមានតម្លៃសមរម្យមកឧទាហរណ៍ថានេះខ្ញុំយកតម្លៃ 0.45 នេះបន្ទាប់មកពេលដែលយើងយកអានឹងហើយមកដល់កន្លែងកន្លោនេះគឺជាគេដាក់ពាក្យ link អញ្ចឹងយើងគ្រាន់តែផាស link ដែលយើងបាន copy ពីដើមវីដេអូយើងផាសដាក់ចូលនឹងមកហើយពេលដែលយើងផាសហើយមកដល់កន្លែងនេះគឺចំនួនview ដែលយើងត្រូវដាក់បងប្អូនអាចដាក់ពីចំនួន100 view ឡើងទៅហើយឧទាហរណ៍ថានេះខ្ញុំដាក់100 view នេះខ្ញុំត្រូវចំណាយទឹកប្រាក់ 0.0045 ដុល្លារអញ្ចឹងវាលោតឆាយទឹកប្រាក់ខាងក្រោមនឹងឲ្យយើងស្រាប់ហើយបងប្អូនអាចបូពីចំនួន100 view ដល់នោះបងប្អូនចំនួនម៉ានេះយើងរាប់អត់អស់ទេបងប្អូនអាចដាក់ពីចំនួន100ឡើងទៅបើបងប្អូនដាក់ខំ100គឺវាអត់ connect ឲ្យទេបន្ទាប់មកយើងជួយ submit មក
ដែលយើងជួយ submit ហើយវាលុបទាំងប្រភេទបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងនឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយបងប្អូនមានចម្ងល់កន្លែងណាអាច comment សួរនៅខាងក្រោមវីដេអូបានហើយបងប្អូនកុំភ្លេចជួយ subscribe នៅលើ channel YouTube របស់នាងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីពីរបៀបបួសសេវាកម្មផ្សេងទៀតហើយបើបងប្អូនចង់ដឹងពីសេវាកម្មផ្សេងៗទៀតបងប្អូនអាចតាមដាននៅក្នុង channel YouTube របស់នាងខ្ញុំបានហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នា